បងប្អូនសពថ្ងៃពាត់តែជាដែរណាអូយពាត់តែដាក់លបងព្រំដែនយើងសំនេះសំនោះប៉ុន្តែបងប្អូនទៅមើលបឹងទលេសាបមើលឲ្យទីមើលមាតុភូមិខ្ញុំអីគេហ៎សត្វយួនមើលនៅមាតុភូមិខ្ញុំហ៎ស្រស់បំប្រងហ៎កម្ពុជាមាតុភូមិខ្ញុំសត្វយួនពេញបឹងទលេសាបទាំងអស់ហើយយើងជាម្ចាស់ប្រទេសហេរឿងហ្នឹងរឿងរដ្ឋាភិបាលអើទោះបងប្អូនចាក់ទុកថារឿងហ្នឹងរឿងរដ្ឋាភិបាលណាបងប្អូនវានៅតែប៉ុណ្ណាតែទៅកាច់គេនៅថៃហ្នឹងទៅហើយយួននៅពេញស្រុកហ្នឹងទៅបើបងប្អូនចាក់ទុកថាហេអញបោះឆ្នោតឲ្យរដ្ឋាភិបាលហើយរឿងហ្នឹងរឿងរដ្ឋាភិបាលតាបើបងប្អូនគិតអញ្ចឹងណាអាហ្នឹងកាច់គេនៅថៃនៅម៉ាឡេនៅកូរ៉េរាល់ថ្ងៃហ្នឹងទៅអូសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់រីកចម្រើនណារីកចម្រើនមែនប៉ុន្តែមនុស្សវាទៅអស់ហើយវាមានតែសាលារៀនមានតែមន្ទីរពេទ្យហ្នឹងប៉ុន្តែមនុស្សទៅកាច់គេនៅថៃអស់ជាពិសេសខេត្តបទាយមានជ័យចិត្តស្រុកធៀមជាងគេស្រួលធ្វើកាច់គេទៅលីងអញ្ចឹងបានខ្ញុំសួរប្រជាពលរដ្ឋខ្មែរថាម៉េចអ្នកដេកងាប់ឲ្យស្រុកអ្នកទៅជាអញ្ចឹងស្រុកប្រជាធិបតេយ្យបងប្អូនជាម្ចាស់ប្រទេសណាអាយុននៅវាហូរចូលមកថ្ងៃមុនមីងមួយនៅស្រុកបារាំងគាត់ទេលពូនមកគាត់ថាលោកប្អូនជួយប្រាប់ខ្មែរផងគេប្រចាំងនៅស្រុកបារាំងគាត់និយាយថាប៉ុស្តិ៍បារាំងផ្សាយជាអន្តរជាតិគាត់និយាយថាគាត់លឺគាត់ញាក់សាច់ត្មងគាត់ថាប៉ុស្តិ៍បារាំងផ្សាយថាគ្រាន់តែនៅលើបឹងទលេសាបទូកយួនណាដែលរស់នៅលើបឹងទលេសាបហ្នឹងជាង50,000ទូក50,000បងប្អូនចាំណាបើមកទូកមានគ្នាតែ5នាក់វាទៅជា2លានកន្លះបាត់ហើយគ្រាន់តែនៅលើបឹងទលេសាបហើយនៅតាមដងស្ទឹងដងអូទៀតសរុបទៅ20,000ទៀតមួយថ្ងៃយួនចូលក្នុងប្រទេសខ្មែរតាមទូកពី2ទៅ300ទូកជារៀងរាល់ថ្ងៃប៉ុស្តិ៍បារាំងផ្សាយលើឆាកអន្តរជាតិគាត់ប្រាប់ថានិយាយទៅគាត់មើលឃើញគាត់ទេលពូនមកប្រាប់ខ្ញុំហើយតាមកប៉ាល់សមុទ្រអាកប៉ាល់ធំនឹងដឹកចំណុកបានជាង 4,000 មួយខែចូល2ដងចូលមកអត់ទៅវិញទេតាមឡានទេសចរចូលរាល់ថ្ងៃចូលហើយអត់មានទៅវិញទេពួកបារាំងវាដឹងណាពួកបារាំងវាគ្រប់គ្រងប្រទេសយើងប្រទេសយួនវាដឹងល្បិចយួនច្រើនវាផ្សាយនៅប៉ុស្តិ៍បារាំងគាត់ថាគាត់មើលគាត់ញាស់សាច់មកលោកប្អូនមើលញាស់សាច់ចឹងមិនខ្ញុំចង់ដាក់សំណួរទៅកាន់ប្រជាពលរដ្ឋថាអ្នកដេកងាប់បាត់ទៅហើយឬយ៉ាងម៉េចណាអ្នកជាម្ចាស់ប្រទេសនេះឲ្យខ្ញុំធ្វើម៉េចថាស្ដាប់ខ្ញុំទៅវាដឹងធ្វើម៉េចទេខ្ញុំម្នាក់ឯងឲ្យខ្ញុំធ្វើម៉េចថាស្ដាប់ខ្ញុំសិនទៅខ្ញុំប្រាប់ថាត្រូវធ្វើម៉េចរួបរวมនេះរបៀបម៉េចបងប្អូនដេកងាប់អស់ហើយអីបរទេសវាធាចូលក្នុងដីខ្មែរយ៉ាងហ្នឹងណាអំពើពុកឲ្យលួចចាក់ស្រេះទៅជាប្រព័ន្ធទៅជាការសុំកលុំគ្រប់បែបគ្រប់យ៉ាងប្រជាពលរដ្ឋខ្មែរទៅជាមនុស្សអាត្មានិយមលែងប្រើក្បាលខ្លួនឯងគិតតែពីជឿបងប្អូនឃើញអាលាយជាតិទេបងប្អូនឃើញទេនៅតាមទូរទស្សន៍មនុស្សមិនគួរជាតំណាងឲ្យក្រុមមួយសោះណាចាប់តែមិនដឹងជាយ៉ាងម៉េចទៅប្រពេពពេញទូរទស្សន៍ហ្នឹងខ្មាស់គេណាស់លោកអញខ្មាស់គេណាស់ជាជាតិសាសមួយមើលទៅងាប់ក៏ងាប់តែអញនិយាយហើយខ្មាស់គេណាបងប្អូនរួបរวมគ្នាគៀកស្មាគ្នាក្នុងមហាគ្រួសារតែមួយបានគ្រឹះរបស់វាគឺសុចរិតទៀងត្រង់ស្មោះត្រង់នឹងជាតិសាសរបស់ខ្លួនកុំនិយាយកុហកបានក៏បានទៅមិនបានក៏ហុយទៅនេះពួកយើងសប្ថ្ងៃយើងកំពុងតែធ្វើការងារនេះការងារដំបងដៃបំផុតរបស់ពួកយើងគឺការផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋផ្លាស់ប្ដូរធំជាងគេបំផុតគឺឲ្យប្រជាពលរដ្ឋខ្មែរចេះប្រើខួរក្បាលចេញពីការប្រើខួរក្បាលទៅចាំយើងនិយាយគ្នាថាតើយើងធ្វើអ្វីទៀតគោលដៅធំជាងគេបំផុតក្នុងដំណើររបស់យើងគឺយើងចង់រៀបចំស្រុករបស់យើងឲ្យមនុស្សទាំងអស់គ្នារស់នៅក្រោមច្បាប់ដោយវិធានការកុំឲ្យអំណាចប្រមូលផ្ដុំអញ្ចឹងមានមនុស្សខ្លះនៅក្រៅច្បាប់មិនហ៊ានធ្វើអីគាត់ទេនៅស្រុកគេមិនធ្វើអញ្ចឹងទេនាយករដ្ឋមន្ត្រីក៏ដោយរដ្ឋមន្ត្រីក៏ដោយគេគិតគូរពីអំណាចដែលត្រូវឲ្យទៅគាត់ឲ្យទៅតែល្មមដកហួសពេកគាត់ធ្វើជានាយករដ្ឋមន្ត្រីមិនកើតឲ្យច្រើនពេកច្បាប់ចងគាត់អត់ជាប់គេគិតអញ្ចឹងអំណាចរបស់គាត់ត្រូវឲ្យប្រមាណថាឲ្យបានល្មមបើមិនឲ្យទៅគាត់ទេគាត់ធ្វើនាយករដ្ឋមន្ត្រីមិនកើតគាត់ធ្វើរដ្ឋមន្ត្រីមិនកើតគាត់ធ្វើមេភូមិមិនកើតឲ្យហួសនឹងទៅច្បាប់ចងអត់ជាប់ហើយប្រជាប្រដ្ឋខ្មែរអត់យល់កន្លែងហ្នឹងម្ចាស់ប្រទេសអត់យល់ទេឲ្យមកខ្ទេចតែមកចង់យកអីយកទៅរួចហើយចាំមកលើកដៃសង្បូងសង្រោងសុំសេចក្តីសុខពីគេវិញហើពាក្យឲ្យខ្លីថាអញ្ចឹងតើបានវាអញ្ចឹងតើខ្មែរតើប៉ុណ្ណឹងអញ្ចឹងតើបានវាអញ្ចឹងអូអារឿងហ្នឹងវាអញ្ចឹងតើបានវាអញ្ចឹងតើប៉ុណ្ណឹងចប់ហ្មងស្រុកខ្មែរអញ្ចឹងបានអញ្ចឹងចប់តែហ្មង